សេចក្តីណែនាំស្តីពីការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាមដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាមដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី17ដល់ថ្ងៃទី19ខែកុម្ភៈឆ្នាំ2026ខាងមុខរដ្ឋបាលខេត្តបៃលិនសូមធ្វើការណែនាំដល់មន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកឃុំសង្កាត់សមាគមក្រុមហ៊ុនឯកជនអង្គការក្រៅរដ្ឋាភិបាលនិងសាធារណជនក្នុងខេត្តបៃលិនដូចតទៅ1បំរាមមិនឲ្យមានការដុតផាវកាំជ្រួចឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះមិនឲ្យលេងល្បែងស៊ីសងនិងល្បែងភ្នាល់គ្រប់ប្រភេទរាល់ការហែក្បួនផ្សេងៗទាំងបែបសាសនាឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់2នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានាមន្ទីរអង្គភាពរោងចក្រសហគ្រាសគេហដ្ឋានត្រូវរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈសេចក្តីថ្លៃថ្នូរនិងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូបក្រដាសសែនភ្លើងចង្ក្រានចរន្តអគ្គិសនីដែលអាចបង្កឲ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែកឬឆ្នាំងដីដើម្បីដុតនិងហាមដុតលើចិញ្ចើមផ្លូវឬទ្រុងផ្លូវសាធារណៈ3ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតកុំឲ្យមានការនាំចូលផាវកាំជ្រួចជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចេញចូលខេត្តបៃលិននិងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងខេត្តបៃលិន4គ្រប់មន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកឃុំនិងសង្កាត់ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការនយោជិតកងកម្លាំងក្រោមអាវ៉ាតនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យអនុវត្តតាមការណែនាំនេះឲ្យមានប្រសិទ្ធភាព5មន្ទីរធម្មការនិងសាសនាខេត្តបៃលិនត្រូវអញ្ជើញបណ្ដាសមាគមចិននិងវៀតណាមដើម្បីផ្សព្វផ្សាយនៅខ្លឹមសារខាងលើឲ្យបានទូលំទូលាយ6ស្នងការដ្ឋាននគរបាលខេត្តបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនិងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងបៃលិនត្រូវចេញប័ណ្ណបញ្ជាឲ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួនដើម្បីអនុវត្តតាមការណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់7ជនណាមិនអនុវត្តតាមសេចក្តីណែនាំនេះឬប្រព្រឹត្តល្មើសបង្កឲ្យមានចលាចលក្នុងសង្គមបាត់សណ្ដាប់ធ្នាប់សន្តិសុខសុវត្ថិភាពនិងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន8សេចក្តីណែនាំនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅរហូតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាមចប់សពក្រុមថ្ងៃច័ន្ទ15កើតខែមិញឆ្នាំម្សាញ់ស័កពុទ្ធសករាជ2569ធ្វើនៅបៃលិនថ្ងៃទី2ខែកុម្ភៈឆ្នាំ2026អភិបាលខេត្តហត្ថលេខានឹងត្រាបានស្រីមុំ